ក្នុងមេរៀននេះយើងនឹងរៀនអំពី chapter 4 នៃសៀវភៅ Behind Her Confidence Woman Who Gets Lost យើងនឹងរៀនពាក្យអង់គ្លេសមកខ្មែរមានដូចជាពាក្យ common ធម្មតា at times វាស្មើនឹងពាក្យ sometimes ជួនកាល burn out អស់កម្លាំង puzzle ច្បូកច្បល់ bother រំខាន unexpected ដែលមិននឹកស្មានដល់ throw បោះចោលឬក៏បោះក្វែងមួយ immune ជៀសផុតបើយើងនិយាយពី immune system ប្រព័ន្ធភាពស៊ាំប្រព័ន្ធការពាររបស់យើងវិញទៅ confusion ភាពច្បូកច្បល់ pause ផ្អាកឬក៏យើងឈប់មួយផ្លែសិន advancement វឌ្ឍនភាពឬក៏ការអភិវឌ្ឍទៅមុខ reflect ឆ្លុះបញ្ចាំង merely គ្រាន់តែ temporary បណ្ដោះអាសន្ន permanence អចិន្ត្រៃយ៍ so to speak បាននិយាយទៅ circumstance កលៈទេសៈ dictated កំណត់ឬក៏បង្គាប់បញ្ជា afford មានលទ្ធភាព aim ប៉ង beyond ខាងលើ seek ស្វែងរក savvy okay reminds រំលឹក demands ទាមទារ process ដំណើរការ escape គេចផុត pace ល្បឿន achieve ទទួលបាន blame ស្ដីបន្ទោស downfall ការដួលរលំ rely on ពឹងលើ destiny វាសនា embrace អោប aimless អត់គោលដៅ take over គ្រប់គ្រង approaching ជិតមកដល់ delaying ការពន្យាពេល distracted ដែលរំខាន be stuck ជាប់គាំង reclaim ទាមទារមកវិញ glory ភាពរុងរឿង unacceptable ដែលមិនអាចទទួលបាន regret សោកស្ដាយ hold back ការខកខាន remain នៅតែ act អនុវត្ត serve បម្រើ repeat ធ្វើម្ដងទៀត equip បំពាក់ survive រស់រានមានជីវិត chance ឱកាស necessary ចាំបាច់ big pictures រូបភាពធំ details លម្អិត otherwise បើមិនដូច្នេះទេ endlessly មិនចេះចប់ circumstance កលៈទេសៈ in charge of កាន់កាប់ matter សំខាន់ attempt ការប៉ុនប៉ង vain អត្ថប្រយោជន៍ contribute រួមចំណែក shape កំណត់សន្តាន unlock ដោះសោ reach មកដល់ឬក៏ទៅដល់ differentiated កំណត់ភាពខុសគ្នា confusing period ដំណាក់កាលច្បូកច្បល់ forward ទៅមុខ desire ប៉ង earn រកបាន owe ជំពាក់ fair ស្មារភាព visualize មើលឃើញ commitment បដិញ្ញាចិត្ត preferably និយមឬក៏ចង់បាន advantageous គុណសម្បត្តិ commonly ធម្មតា ruin ភាពវិនាស uncomfortable មិនស្រួលឬក៏មិនងាយស្រួល uneasy ដូចគ្នាមិនងាយស្រួលដូចគ្នា adjust កែតម្រូវ affect ប៉ះពាល់ aspect ទិដ្ឋភាព guide នាំផ្លូវ suitable សមរម្យ crucial សំខាន់ faith ជំនឿ patient អត់ធ្មត់ duty កាតព្វកិច្ចជួបគ្នាក្នុងវីដេអូបន្ទាប់